អាយុ6 ខែហើយប៉ុន្តែស្រាប់តែអត់ចង់ញ៉ាំបបរគ្រប់គ្រឿងតើពីមូលហេតុអីហើយយើងគួរដោះស្រាយបែបណាខ្ញុំមិនដឹងថាប៉ាម៉ាក់ទាំងអស់គ្នាអ្នកខ្លះគាត់ជួបបញ្ហាហ្នឹងអត់ទេប៉ុន្តែគ្រាន់តែមានសំណួរពីបងស្រីម្នាក់គាត់សួរអញ្ចឹងសម្រាប់ក្មេងនៅពេលដែលចាប់ផ្ដើមអាយុ6 ខែគឺក្រសួងសុខាភិបាលរបស់យើងគឺណែនាំឲ្យគាត់នឹងផ្ដល់នៅបបរគ្រប់គ្រឿងឬក៏ភាសាអង់គ្លេសហៅថា complementary food អញ្ចឹងសម្រាប់នៅក្នុងវ័យប៉ុណ្ណឹងគឺក្មេងពីម្នាក់ទៅម្នាក់អត់ដូចគ្នាសម្រាប់ក្មេងខ្លះគឺគាត់ចាប់ផ្ដើមមានចំណងអាហារចាប់ពីអាយុ5 ខែហើយក្មេងខ្លះ6 ខែក៏គាត់អត់មានចំណងអាហារដែរអញ្ចឹងវាទៅលើក្មេងម្នាក់ៗអញ្ចឹងតើធ្វើមិនទេទើបឲ្យគាត់ទទួលយកនៅបបរគ្រប់គ្រឿងអញ្ចឹងម៉ាក់កំភៃថាកូននឹងបាត់បង់នៅអាហារូបត្ថម្ភព្រោះអីនៅក្នុងក្រមអាយុ1 ខួបនេះគឺបណ្ដាអាហារូបត្ថម្ភដែលគាត់ទទួលបានហ្នឹងគឺទៅលើទឹកដោះម្ដាយឬក៏ម្សៅទឹកដោះគោតែមិនមែនមានន័យថាអត់ឲ្យអ្នកទាំងអស់គ្នាអត់ផ្ដល់បបរគ្រប់គ្រឿងទេគឺយើងត្រូវតែបង្រៀនគាត់ព្រោះអីនៅពេលដែលគាត់អាយុ6 ខែគឺជាពេលវេលាមួយដែលគាត់ត្រូវតែរៀនចេះនៅការគេហៅថាទំពាអាហារលេបអាហារហើយជាដំបូងអ្វីដែលម៉ាក់ត្រូវធ្វើគឺម៉ាក់អាចរើសយកប្រភេទអាហារដែលហៅថាជាប្រភេទអាហារសុទ្ធៗសិនទៅកុំតន់បង្ខំដាក់បាយអង្គជាមួយសាច់ឬក៏បន្លែចូលគ្នាច្រើនមុខពេកយើងអាចឲ្យសុទ្ធលក្ខណៈថាជាផ្លែឈើកោសសុទ្ធមួយមុខទៅឬក៏យើងឆ្លាស់គ្នាអាចដំបូងជាផ្លែចេក2 3ថ្ងៃក្រោយយើងអាចឆ្លាស់ផ្លែបឺឬក៏ផ្លែណាដែលងាយស្រួលក្នុងការឲ្យគាត់នឹងលេបចឹងណាតុនងាយស្រួលការលេបហើយមួយទៀតយើងមានវិធីមួយទៀតគឺក្មេងខ្លះគាត់អត់ចូលចិត្តឲ្យយើងបញ្ចុកគាត់ទេគឺគាត់ចូលចិត្តចាប់កាន់ញ៉ាំតែខ្លួនឯងអញ្ចឹងម៉ាក់អាចនឹងធ្វើអាហារដែលលក្ខណៈ finger food យើងកាត់វាជាដុំទៅហើយដុំទូចល្មមដែលឲ្យគាត់ងាយស្រួលកាន់ហើយគឺគាត់នឹងលេបងាយស្រួលអញ្ចឹងហើយយើងក៏នៅអង្គុយក្បែរគាត់នៅក្នុងកំឡុងពេលដែលគាត់ញ៉ាំអាហារហើយការសាកល្បងគឺត្រូវការប្រើពេលវេលាគឺអាច10ទៅ20 ដងទៅក្មេងទទួលយកនៅគេហៅថាអាហារហ្នឹងទៀតដែរពាក់ព័ន្ធទៅនឹងកន្លែងដែលគាត់អង្គុយអ្នកទាំងអស់គ្នាគួរតែរើសនៅទីតាំងដែលមិនរំខានគាត់ជៀសវាងមនុស្សដើរកាត់ច្រើនឬក៏ការដែលយើងនាំគាត់ទៅលេងនៅសួនអីហ្នឹងក៏ជាការដែលរំខានដែលធ្វើឲ្យគាត់នឹងអត់ចង់ញ៉ាំដែរអញ្ចឹងយើងអាចដាក់តុឲ្យគាត់អង្គុយទៅដែលតុកៅអីកូនក្មេងហ្នឹងគឺគេណែនាំអត់ឲ្យយើងហ្នឹងអាតុកដែលយើងឲ្យគាត់អង្គុយហ្នឹងណាកុំឲ្យវាខ្ពស់លើសពីដើមទ្រូងខ្លាំងពេកហើយថាមកល្មមដែលគាត់ងាយស្រួលក្នុងការដាក់ដៃចាប់កាន់ញ៉ាំអាហារសម្រាប់តុកនេះអ្នកនរគ្នាឃើញហ្នឹងក៏វារៀងខ្ពស់ពេកហើយនិយាយទៅយើងគិតរៀងទៀបជាងហ្នឹងគេអាចទៀបជាងហ្នឹងបន្តិចដែលងាយស្រួលសម្រាប់គាត់ដាក់ដៃក្នុងការកាន់ញ៉ាំអាហារបើអញ្ចឹងវារៀងមានអារម្មណ៍ថាចុកដៃខ្លាំងហើយទៅលើជើងរបស់គាត់គួរតែមានតម្រនៅបាតជើងរបស់គាត់បើនៅកៅអីហ្នឹងគឺត្រូវឲ្យគាត់មានអារម្មណ៍ថាគាត់មានលំនឹងណាដូចយើងអង្គុយដាក់ជើងដែលជាប់ដីហើយនឹងមួយទៀតយើងអត់ជាប់នឹងដីគឺយើងមានអារម្មណ៍ហេហាត្រូវទេអញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវតែធ្វើឲ្យជើងគាត់នឹងជាប់នឹងតម្រឲ្យគាត់មានអារម្មណ៍ថានឹងហើយបើសិនជាកូនអ្នកនរគ្នាអង្គុយអត់ទាន់ជាប់ទេកៅអីហ្នឹងអ្នកនរគ្នាអាចយកខ្នើយមកកក្រោយខ្នងដើម្បីជួយទប់លំនឹងគាត់បន្ថែមអញ្ចឹងណាហ្នឹងហើយអាហ្នឹងគឺសម្រាប់ការដែលសម្រាប់ក្មេងគាត់ត្រូវចាប់ផ្ដើមរៀនញ៉ាំអាហារអាចជៀសវាងទៅលើការដែលយើងផ្ដល់ទូរស័ព្ទនៅក្នុងពេលដែលគាត់ញ៉ាំព្រោះអីក្នុងកំឡុងពេលហ្នឹងនឹងអាចធ្វើឲ្យគាត់នឹងអត់មានការចាប់អារម្មណ៍ជាមួយនឹងការញ៉ាំអាហារតែគាត់ចាប់អារម្មណ៍ជាមួយនឹងទូរស័ព្ទអញ្ចឹងទៅគាត់ធ្វើឲ្យគាត់នឹងអត់សូវចង់ញ៉ាំអាហារផងដែរបើសិនជាម៉ាក់មើលឃើញថាគាត់ចេះតែច្បាច់លេងឬក៏ក្បត់ចោលអញ្ចឹងគឺដំបូងដូចជាគាត់ចាប់ផ្ដើមរៀន family ជាមួយនឹងអាហារហ្នឹងអញ្ចឹងអ្នកនរគ្នាអាចនឹងត្រូវអង្គុយចិត្តគាត់ហើយបង្ហាញគាត់អាចអង្គុយអញ្ចឹងទៅយើងចាប់ផ្ដើមយកអាហារហ្នឹងដាក់ចូលមាត់ហើយទោះជាគាត់អត់ចេះនិយាយក៏ដោយគឺយើងអាចណែនាំថាប្រាប់គាត់ថាកូនអាហារអាហ្នឹងគេហៅអីដូចថាចេកយើងសម្រាប់ញ៉ាំហើយយើងបង្ហាញគាត់យើងញ៉ាំហើយយើងបង្ហាញគាត់ទៅយូរទៅគាត់នឹងធ្វើតាមយើងហើយអាហ្នឹងគឺមានតែការព្យាយាមទេសម្រាប់ទៅលើបរិមាណនៅក្នុងកំឡុងពេលដែលគាត់រៀនញ៉ាំដំបូងអ្នកទាំងអស់គ្នាអាច start ធំតែមួយស្លាបព្រាបាយឬក៏2 ស្លាបព្រាបាយយ៉ាងច្រើនហើយមួយថ្ងៃមួយពេលទៅបានហើយ
ចាំដល់ពេលគាត់អាយុ7 ខែចាំយើងឡើងអាចទៅដល់2ពេលគាត់កំពុងតែអត់ចង់ញ៉ាំអាហារអញ្ចឹងបើសិនជាយើងបខំគាត់ខ្លាំងពេកគឺអាចធ្វើឲ្យគាត់នឹងមានបញ្ហាស្អប់អាហារឬក៏ខ្លាចស្លាប់ព្រាដែលម៉ាក់តែងតែនិយាយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចង្អល់អ្នកទាំងអស់គ្នាអាច comment បន្ថែម